nơiក្នុងរូបរាងកាយយើងនេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាយើងនេះអត់មានទេមានតែធាតុទឹកដែលមកប្រកបនៅក្នុងកាយធាតុដីដែលវាមកប្រកបក្នុងផ្លូវកាយធាតុភ្លើងដែលវាមកប្រកបក្នុងផ្លូវកាយធាតុខ្យល់ដែលវាមកប្រកបក្នុងផ្លូវកាយអាកាសធាតុដែលវាមកប្រកបក្នុងផ្លូវកាយហើយនឹងណែញោមដាក់ភ្លាមកើតភ្លាមណែល្អញោមណាគឺជាធាតុខ្យល់ដែលជាបរមត្តធម៌អញ្ចឹងញោមទៅសម្លឹងចូលឲ្យដល់នៅលក្ខណៈធាតុនិមួយធាតុដីមានលក្ខណៈរឹងទន់ដែលជាបញ្ញត្តិក៏មានដែលជាបរមត្តក៏មានធាតុទឹកមានលក្ខណៈហូរជ្រាបសើមដែលជាបញ្ញត្តិក៏មានដែលជាបរមត្តក៏មានធាតុភ្លើងមានលក្ខណៈក្តៅត្រជាក់ដែលជាបញ្ញត្តិក៏មានដែលជាបរមត្តក៏មានធាតុទឹកមានលក្ខណៈហូរជ្រាបសើមដែលជាបញ្ញត្តិក៏មានជាបរមត្តក៏មានធាតុខ្យល់មានលក្ខណៈញ័រតឹងកំរើកដែលជាបញ្ញត្តិក៏មានជាបរមត្តក៏មាននៅក្នុងធាតុនិមួយដែលមាននៅក្នុងកាយញោមត្រូវមានឆន្ទៈក្នុងយោនិសោមានឆន្ទៈក្នុងយោនិសោឲ្យឃើញថាធាតុដីនេះជាធាតុមិនទៀងវាកើតឡើងហើយប្រែប្រួលផ្លាស់ប្ដូររលត់ទៅវិញជាធម្មតាហើយនឹងចិត្តស្ថិតនៅក្នុងឧបេក្ខាចិត្តស្ថិតនៅក្នុងឧបេក្ខាពោនៅក្នុងការប្រងើយកន្តើយចំពោះធាតុនីមួយដែលកើតឡើងប្រកបដោយទ្វាកាយធ្វើយោនិសោដោយលក្ខណៈដោយឆន្ទៈគឺសេចក្តីពេញចិត្តថាធាតុភ្លើងមានលក្ខណៈក្តៅនិងត្រជាក់ធាតុភ្លើងមានលក្ខណៈក្តៅនិងត្រជាក់ហើយធាតុដីមានលក្ខណៈរឹងទន់មានទាំងខាងក្នុងមានទាំងខាងក្រៅខាងក្នុងគឺក្នុងរាងកាយរបស់ខ្លួនខាងក្រៅគឺជាធាតុដែលវាមកប៉ះខាងក្រៅមានធាតុដីដែលជាសមតិបតវ័យជាដើមសមតិបតវ័យហៅថាសន្មតដោយធាតុដីជាដើមដែលខាងក្រៅវាមកប៉ះនៅក្នុងរាងកាយយើងដែលជាបតវ័យខាងក្នុងឲ្យឃើញជាលក្ខណៈប្រែប្រួលផ្លាស់ប្ដូរកើតឡើងហើយរលត់ទៅជាធម្មតាធាតុភ្លើងមានលក្ខណៈក្តៅត្រជាក់ធាតុភ្លើងមានខាងក្រៅក៏មានខាងក្នុងក៏មានធាតុភ្លើងខាងក្រៅមានធាតុភ្លើងដែលកើតអំពីកម្ដៅថ្ងៃជាដើមហើយវាកើតឡើងហើយវារលត់ទៅវិញជាធម្មតាសង្កេតចូលសង្កេតដោយការមិនប្រឹងដោយការមិនឈប់នៅក្នុងសតនបិដកភាគ23លោកពោល29លោកពោលសម្ដែងថាមនីភិក្ខុទាំងឡាយតថាគតមិនប្រឹងបើកាលណាអ្នកប្រឹងពេកអ្នកនឹងដល់នៅភាពរវើរវាយអណ្ដែតអណ្ដូងទៅកាន់អារម្មណ៍ដទៃបើកាលណាអ្នកឈប់ដាក់នៅឆន្ទៈក្នុងការបំពេញព្យាយាមនៅភាវនាកម្មគឺសតិប្បដ្ឋានភាវនានិងវិបស្សនាភាវនានេះទេអ្នកមិនអាចឆ្លងផុតអំពីទុក្ខសោកគឺសេចក្តីទុក្ខនៅក្នុងបញ្ចខណ្ឌនេះបានទេហើយយើងចូលទៅសម្លឹងចូលឲ្យដល់ក្នុងធាតុលក្ខណៈនីមួយចូលទៅដល់បានឃើញចូលទៅតាមណាចូលទៅតាមឆន្ទៈចូលទៅតាមយោនិសោមនសិការៈធ្វើទុកក្នុងចិត្តថានៅក្នុងរាងកាយនេះមានបតវ័យធាតុដីតេជោធាតុភ្លើងហើយយើងមើលអបោធាតុដែលមានលក្ខណៈហូរជ្រាបសើមមានទឹកភ្នែកមានទឹកមាត់មានទឹកសម្បោរជាដើមឲ្យឃើញថាជាធម្មជាតិប្រែប្រួលផ្លាស់ប្ដូរកើតហើយរលត់ទៅវិញជាធម្មតាមិនទៀងនៅពេលដែលលក្ខណៈរបស់ធាតុណាដែលស្ដែងចេញឲ្យច្បាស់ជាងគេវាជាបញ្ញត្តិធម៌វាអត់ទាន់ចូលដល់បរមត្តទេវាជាបញ្ញត្តិធម៌បើអត់មានបញ្ញត្តិធម៌ទេបរមត្តក៏មិនជាក់លាក់អញ្ចឹងយើងត្រូវស្គាល់បញ្ញត្តិធម៌ដែលជា
សម្បតិបញ្ញត្តិនិសិនក៏ដើម្បីឲ្យចូលទៅក្នុងលក្ខណៈបរមត្តក៏អញ្ចឹងរហូតដល់ចិត្តយើងស្ងប់រហូតដល់ចិត្តយើងស្ងប់កាយគឺបតវ័យកាយកាយគឺតេជោកាយកាយគឺវាយោកាយកាយគឺកាយគឺបតវ័យកាយគឺអបោកាយនេះក៏រលត់ស្ងប់ទៅរលត់ស្ងប់ទៅចិត្តក៏តម្កល់មាំចិត្តក៏តម្កល់មាំពេលនោះកាយយើងនឹងរលាយកាយផ្នែកខាងលើក៏បាត់រលត់ទៅលែងសម្គាល់បានកាយផ្នែកកណ្ដាលក៏រលត់ទៅបាត់លែងសម្គាល់បានកាយខាងក្រោមពីត្រឹមចង្កេះដល់បាតជើងក៏រលត់ទៅលែងសម្គាល់បានពេលនោះសភាពលំហក៏កើតឡើងសភាពលំហក៏កើតឡើងលំហហើយតធ្វើយោនិសោនៅក្នុងលំហដែលជាអាកាសធាតុនោះថាលំហនេះគឺជាធម្មជាតិមិនទៀងមិនទៀងមិនទៀងពេលដែលយើងអង្គុយសមាធិបានត្រឹម5នាទីឬក៏10នាទីនេះការប្រែប្រួលរបស់រាងកាយមានសភាពគ្រូតគ្រៀតក៏កើតឡើងមានសភាពចុកចាប់មានសភាពចុកស្រួលជាសុខក្តីជាទុក្ខក្តីស្រាលខ្លួនក្តីអណ្ដែតខ្លួនក្តីធ្វើកាយឲ្យគ្រូតគ្រៀតក្តីនេះលោកហៅថាពុវេទនាធាតុដែលជាពុវេទនាធាតុដែលជានាមធម៌កំណត់ថានេះគឺជាពុវេទនាធាតុដែលកើតឡើងហើយវេទនាធាតុដែលអាស្រ័យកាយនេះវេទនាធាតុនោះក៏មិនទៀងដូចគ្នាមិនទៀងមិនទៀងមិនទៀងហើយពេលនោះវិញ្ញាណធាតុដែលជាវិញ្ញាណខណ្ឌក៏ដឹងនៅអារម្មណ៍ក៏ដឹងនៅអារម្មណ៍ថាម៉េចដឹងនៅអារម្មណ៍ថារាងកាយនេះមានលក្ខណៈរឹងទន់ដឹងនៅអារម្មណ៍ថារាងកាយនេះមានលក្ខណៈត្រជាក់និងក្តៅកើតឡើងដឹងថារាងកាយនេះមានអារម្មណ៍ថាមានការហូរជ្រាបសើមកើតឡើងដឹងអារម្មណ៍ថារាងកាយនេះមានលក្ខណៈញ័រតឹងកម្រើកកើតឡើងការដឹងនេះក៏ធ្វើយោនិសោកំណត់ដឹងថាវិញ្ញាណធាតុនេះដែលដឹងនៅអារម្មណ៍នេះក៏ជាធម្មជាតិមិនទៀងដូចគ្នាមិនទៀងមិនទៀងមិនទៀងចឹងព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនីភិក្ខុទាំងឡាយបឋិជនល្ងងខ្លៅនៅក្នុងលោកនេះមិនបានឃើញនៅព្រះអរិយៈមិនបានឃើញធម៌របស់ព្រះអរិយៈរមែងតែសម្គាល់ថារូបជាខ្លួនមានរូបមាននៅក្នុងខ្លួនមាននៅក្នុងរូបមនីភិក្ខុទាំងឡាយពួកខ្លះក្នុងបុគ្គលពួកខ្លះក្នុងលោកនេះសម្គាល់ថាវេទនារូបជាខ្លួនមានរូបមាននៅក្នុងខ្លួនមាននៅក្នុងរូបវេទនាមាននៅវេទនាជាខ្លួនមានវេទនាមាននៅក្នុងខ្លួនមាននៅក្នុងវេទនាសញ្ញាជាខ្លួនមានសញ្ញានៅក្នុងខ្លួនមាននៅក្នុងសញ្ញាសង្ខារទាំងឡាយជាខ្លួនមានសង្ខារនៅក្នុងខ្លួនមាននៅក្នុងសង្ខារវិញ្ញាណជាខ្លួនមានវិញ្ញាណមាននៅក្នុងខ្លួនមាននៅក្នុងវិញ្ញាណមនីភិក្ខុទាំងឡាយបឋិជនល្ងងខ្លៅតែងសម្គាល់យ៉ាងដូចនេះកើតមកហើយក៏កើតទាំងចិត្តចំណងស្លាប់ទៅវិញក៏ស្លាប់ទាំងចិត្តចំណងទាំងខាងក្នុងចំណងទាំងខាងក្រៅសត្វនេះមិនរួចផុតអំពីសេចក្តីទុក្ខឡើយនឹងចំណងខាងក្នុងគឺចំណងខ្លួនរបស់យើងគឺបញ្ចខណ្ឌដែលយើងកំពុងតែអង្គុយនេះចំណងខាងក្រៅមានចំណងមានវិញ្ញាណក៏មានចំណងមិនមានវិញ្ញាណក៏មានចំណងមានវិញ្ញាណមានអីខ្លះមានកូនមានប្តីមានសត្វចិញ្ចឹមហើយចំណងដែលអត់មានវិញ្ញាណមានអីខ្លះមានផ្ទះមានឡានមានម៉ូតូមានទូរស័ព្ទមានទូរលេខរបស់ប្រើប្រាស់នៅក្នុងផ្ទះជាដើមសឹងតែនឹងជាប់ចម្ពាក់ទាំងអស់នេះហៅថាបឋិជនល្ងងខ្លៅ
ចឹងគឺព្រះអង្គឲ្យយើងមើលឃើញអំពីខណ្ឌ5នេះមិនទៀងរូបខណ្ឌមិនទៀងវេទនាខណ្ឌមិនទៀងសញ្ញាខណ្ឌមិនទៀងសង្ខារខណ្ឌមិនទៀងវិញ្ញាណខណ្ឌមិនទៀងរូបខណ្ឌជាទុក្ខរូបខណ្ឌជាទុក្ខវេទនាខណ្ឌជាទុក្ខសញ្ញាខណ្ឌជាទុក្ខសង្ខារខណ្ឌជាទុក្ខវិញ្ញាណខណ្ឌជាទុក្ខរូបជាអនត្តាវេទនាជាអនត្តាសញ្ញាជាអនត្តាសង្ខារទាំងឡាយក៏ជាអនត្តាវិញ្ញាណជាអនត្តាដោយប្រការដូចនេះឯងសូមអនុមោទនីស្ងប់ខ្លះហើយញោមស្ងប់ទេអញ្ចឹងបញ្ជូនលោកគ្រូបញ្ចប់សេចក្តីនៅក្នុងកម្មវិធីនេះដល់ម៉ោងហើយលោកគ្រូណាសូមអញ្ជើញលោកគ្រូបញ្ចប់នៅកម្មវិធីនេះតទៅសូមអរលឺសូមអនុមោទនាចំពោះព្រះអង្គគ្រូទាំងពីរព្រះអង្គដែលមានសុភាពធ្ងន់នៅក្នុងការប្រតិបត្តិនៅធម៌សង្គមដល់ធម៌តែព្រះអង្គទ្រង់សម្ដែងตัวอย่างដូចជាសកាយៈ20គឺមានសកាយៈ4នៅក្នុងខណ្ឌនីមួយចឹង4 5ដង20សកាយៈទិដ្ឋិទាំង20នេះជាឧច្ឆេទទិដ្ឋិជាឧច្ឆេទទិដ្ឋិមាន5ជាសសតទិដ្ឋិ15សកាយទិដ្ឋិទាំង20នេះជារូបមាន1ជានាមមាន7សកាយទិដ្ឋិទាំងនាមទាំងរូបមាន12ជឿទាំងអស់20ហើយសកាយទិដ្ឋិនេះឯងជាចំណងចូលសត្វលោកមិនឲ្យរួចផុតពីអបាយភូមិទេគឺសកាយទិដ្ឋិនេះឯងហើយសត្វលោកមួយចំណែកមិនរួចផុតពីអបាយភូមិហើយនឹងសត្វលោកមួយចំណែកទៀតមិនរួចផុតអំពីអត្តភាពមិនរួចផុតអំពីអត្តភាពអត្តភាពជាមនុស្សក្តីអត្តភាពជាទេវតាក្តីព្រំក្តីឬក៏អរូបព្រំក្តីដែលជាអត្តភាពកើតឡើងនេះគឺសត្វលោកមិនងាយរួចទេព្រោះអីការមិនរួចផុតពីអបាយភូមិដោយសារសកាយទិដ្ឋិនេះឯងតែសត្វលោកមិនរួចផុតពីអត្តភាពព្រោះលោភៈទោសៈនិងមោហៈអញ្ចឹងក្រៅអំពីយើងងាកមករកព្រះអង្គដើម្បីទទួលនៅបដិបទានេះតតែព្យាយាមដាច់ខាតណាស់ពីព្រោះបដិបទានៅក្នុង
សាសនារបស់ព្រះអង្គនេះជាបដិបទាដើម្បីរលាស់ចេញមិនមែនជាបដិបទាដើម្បីឲ្យបានអត្តភាពទេគឺជាដែរក៏ជាដែនដីរបស់មេដែរពីនឹងរហូតដល់ចម្រើននៅអរូបឈានបានទៅកើតនៅក្នុងអរូបព្រំទាំងអស់នេះក៏ជាដែនដីរបស់មេដែរអញ្ចឹងនៅក្នុងភពទាំង3គឺជាដែនដីរបស់មេអ្វីដែលជាខណ្ឌសីមារបស់ព្រះសម្មាសម្ពុទ្ធគឺអរិយមគ្គប្រកបដោយអង្គ8ប្រការដែលមានដំណើរទៅកាន់ព្រះនិព្វាននេះជាខណ្ឌសីមារបស់ព្រះសម្មាសម្ពុទ្ធហើយអរិយមគ្គនឹងឯងដែលយើងត្រូវប្រតិបត្តិដើម្បីរលាស់ចេញអំពីទីនៅរបស់មេគឺភពទាំង3នេះឯងដូច្នេះបានជាព្រះអង្គទ្រង់សម្ដែងថាលោភោចៈតោសោចៈមោហោចៈពុរិសង្បបៈចេតនៈចេតសੰហឹងសតិអត្តសម្ភូតោហឹងសតិអត្តសម្ភូតាតច្ចសារៈសារៈវៈសង្កលន្តិនិងមោហៈគឺរមែងញ៉ាំងនៅបុគ្គលដែលមានចិត្តបាបសម្លាប់នៅក្នុងអត្តភាពនីមួយដូចជាដើមឈើដែលដូចជាមានក្លិនខាងក្រៅដូចដើមឫស្សីរមែងសម្លាប់ដើមដូចផ្លែចេកសម្លាប់ដើមអញ្ចឹងនៅក្នុងសេចក្តីទាំងអស់នេះសរុបសេចក្តីមកមានតែរត់ចេញអំពីដែនដីរបស់មេទៅកាន់ភូមិសីមារបស់ព្រះសម្មាសម្ពុទ្ធគឺសតិប្បដ្ឋានអរិយមគ្គប្រកបដោយអង្គ8ប្រការដើម្បីរលាស់ខ្លួនចេញទៅកាន់ព្រះនិព្វាននេះបានយើងអាចរួចផុតអំពីសេចក្តីទុក្ខក្នុងសង្សារវដ្តបាន